ចូលដល់រឿងទី2បាទរឿងទី2នេះគឺជាបទសម្ភាសន៍របស់ទស្សនាបតីDiplomat ជាមួយនឹងលោកថងឆៃវិនីឆាគុលបាទអំពីចំនួនរវាងកម្ពុជាថៃហ្នឹងគឺអ្នកសម្ភាសន៍គឺលោក Sebastian Strangio លោកជា editor របស់ Diplomat សម្រាប់នៅតំបន់អាស៊ីអាគ្នេយ៍ហ្នឹងបាទហើយគាត់បានសម្ភាសន៍ហើយវែងបាទសម្ភាសន៍ហ្នឹងវែងប៉ុន្តែខ្ញុំសូមដកស្រង់ចំណុចមួយចំនួនខ្លីៗដើម្បីមកជម្រាបជូនប្រិយមិត្តតែប៉ុណ្ណោះទេណាបាទជម្រាបតាក់ទងជាមួយនឹងបញ្ហាដែលពាក់ព័ន្ធនឹងរឿងនយោបាយនិងការវិវត្តនាពេលបច្ចុប្បន្ននេះហើយដោយដែលខ្ញុំបានតែងតែជម្រាបអញ្ចឹងគឺប្រិយមិត្តសូមស្ដាប់មិនមែនអ្វីដែលលោកថងឆៃនឹងនិយាយគឺយើងយល់សព 100% បើយល់សព 100% ក៏មិនអីដែរឬក៏ប្រឆាំង 100% ក៏បានដែរបាទគ្រាន់តែជាការទស្សនៈរបស់មនុស្សម្នាក់ហើយសម្រាប់ខ្ញុំវិញខ្ញុំចំណុចដែលខ្ញុំចែកតម្លៃនេះគឺខ្ញុំមានកត់សម្គាល់ឃើញចំណុចមួយចាំខ្ញុំបង្ហាញជូននៅពេលចុងបញ្ចប់នៃការកត់សម្គាល់របស់ខ្ញុំដែលខ្ញុំយល់មិនយល់សពជាមួយនឹងបានយល់ថាមិនថាមិនយល់សពការកត់សម្គាល់អំពីចម្លើយរបស់លោកថងឆៃបាទចឹងនេះជាការល្អដែរដែលយើងចង់ដឹងពីផ្នត់គំនិតរបស់អ្នកជំនាញរបស់ថៃគាត់យល់ថាយ៉ាងម៉េចបាទគឺបើយោងតាមអត្ថបទនេះគឺគេបញ្ជាក់ថានៅពេលដែលកម្ពុជានិងថៃបានប្រយុទ្ធគ្នាយ៉ាងខ្លាំងចំនួនព្រំដែនរយៈពេល5ថ្ងៃកាលពីចុងខែមុនគឺអ្នកសង្កេតការអន្តរជាតិជាច្រើនមានការងឿងឆ្ងល់អំពីមូលហេតុនោះហើយក្នុងកម្រិតដ៏ធំនេះគឺដោយសារចំនួនពាក់ព័ន្ធច្រើននៅលើជាងតំបន់ព្រំដែនដាច់ស្រយាលដែលភាគីទាំងពីរបានអះអាងគឺបានន័យថាមានរឿងនៅពីក្រោយនឹងច្រើនទៀតមិនមែនតែរឿងព្រំដែនដោយតែភាគីអះអាងនោះទេជាការពិតណាស់វិវាទបានប៉ះពាល់ដល់សំណួរដែលចាក់ឫសយ៉ាងស៊ីជម្រៅអំពីអត្តសញ្ញាណជាតិនៅក្នុងប្រទេសទាំងពីរនៅក្នុងប្រទេសថៃចំនួនបានជំរុញឲ្យមានការកើនឡើងនៃការព្រួយបារម្ភជាតិនិយមអំពីការបាត់បង់ទឹកដីដោយភ្ជាប់ជាមួយនឹងសន្ធិសញ្ញាសម័យអាណានិគមដែលបង្កើតឡើងនៅព្រំដែនទំនើបរវាងប្រទេសទាំងពីរនៅក្នុងសៀវភៅឆ្នាំ1994របស់លោកដែលមានចំណងជើងថា Siam Map The History of the Geo-body of a Nation គឺអ្នកប្រវត្តិវិទូលោកថងឆៃវិនីឆៃគុលដែលជាអតីតសកម្មជននិស្សិតថៃបានចងក្រងឯកសារអំពីដំណើរការនៃការរៀបចំផែនទី Geo-body នេះរបស់ថៃដែលត្រូវបង្កើតឡើងហើយដែលបង្កឲ្យមានការថប់បារម្ភដែលពាក់ព័ន្ធនឹងការតស៊ូនយោបាយនៅក្នុងស្រុកប្រទេសថៃលោកថងឆៃជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ Wisconsin Madison នៅសហរដ្ឋអាមេរិកបាននិយាយជាមួយនឹងលោក Sebastian Strangio ដែលជាអ្នកនិពន្ធប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ទស្សនាបតី Diplomat អំពីបដកម្មតាក់ទងនឹងរឿងហ្នឹងបាទជាដំបូងហ្នឹងគឺសំណួររបស់អ្នកសារព័ត៌មានសួរថាតើសាធារណជនរបស់ថៃហើយនឹងអ្នកដែលបង្កើតនៅផ្នត់គំនិតនៅក្នុងប្រទេសថៃគេបានឆ្លើយតបយ៉ាងម៉េចដែរចំពោះចំនួននាពេលបច្ចុប្បន្នជាមួយនឹងប្រទេសកម្ពុជាតើមានអ្វីដែលធ្វើឲ្យលោកភ្ញាក់ផ្អើលទេអំពីបដកម្មរបស់អ្នកទាំងនោះដែលលោកបានសង្កេតឃើញនៅក្នុងប្រទេសថៃបាទអញ្ចឹងលោកថងឆៃគាត់ឆ្លើយថាអ្វីដែលលោកសង្កេតឃើញនោះគឺកំហឹងជាតិនិយមការស្អប់ខ្ពើមអំពាវនាវឲ្យមានការឈ្លានពានសងសឹកគ្នាហើយលោកសង្កេតឃើញថាកម្រិតនៃជាតិនិយមគឺមានកម្រិតខ្ពស់ដែលមិនធ្លាប់មាននៅក្នុងទសវត្សរ៍កន្លងមកគឺកម្រិតជាតិនិយមនៅពេលនេះខ្ពស់ជាងចំនួនកាលពីប្រាសាទព្រះវិហារក្នុងឆ្នាំ2008ដល់2011នេះគឺជារឿងមួយដែលធ្វើឲ្យលោកភ្ញាក់ផ្អើលហើយភ្ញាក់ផ្អើលមួយទៀតនោះគឺចំពោះភាពល្ងង់ខ្លៅរបស់សាធារណជនពីព្រោះលោកគិតថាពួកគេបានរៀនសូត្រពីចំនួនពីពេលមុនជាក់ស្ដែងលោកបែរជាយល់ខុសអំពីមហាជននៅក្នុងប្រទេសថៃបាទគឺគាត់ប្រាប់ថាភាពល្ងង់ខ្លៅរបស់សាធារណជនដូច្នេះអ្នកសារព័ត៌មានបានសួរសំណួរមួយទៀតគឺថាតើចំនួននៅតាមបណ្ដោយព្រំដែននាពេលបច្ចុប្បន្នវាមានការតាក់ទងយ៉ាងម៉េចដែរជាមួយនឹងនយោបាយក្នុងស្រុករបស់ថៃជាពិសេសគឺការតស៊ូអំណាចដណ្ដើមអំណាចគ្នារវាងពួកក្រុមអភិរក្សនិយមដែលជាក្រុមស្ថាប័នដ៏រឹងមាំនៅក្នុងប្រទេសថៃជាមួយនឹងក្រុមបករបស់លោកថាក់ស៊ីនស៊ីណាវ៉ាត់ហើយជាទូទៅតើមុខងារនេះវាមានន័យយ៉ាងម៉េចដែរចំពោះការបាត់បង់ទឹកដីនៅក្នុងនយោបាយរបស់ថៃបាទចម្លើយរបស់លោកថងឆៃលោកថាការចោទប្រកាន់ពីការក្បត់ជាតិនេះគឺជាអ្វីដែលពួកអភិរក្សនិយមគឺពួកយោធានិយមហ្នឹងចោទលោកស៊ីណាវ៉ាត់ថាក់ស៊ីនស៊ីណាវ៉ាត់ឬក៏តកូលស៊ីណាវ៉ាត់ហ្នឹងតាំងពីទសវត្សរ៍គឺឆ្នាំ2000ក្នុងរួមទាំងក្នុងអំឡុងពេលចំនួនលើប្រាសាទព្រះវិហារក្នុងឆ្នាំ2008ដល់ឆ្នាំ2011ដែលពួកគេចោទថាគឺលោកថាក់ស៊ីនជាអ្នកធ្វើឲ្យបាត់បង់ប្រាសាទព្រះវិហារហើយនឹងតំបន់ជុំវិញដូច្នេះការចោទប្រកាន់បែបនេះត្រូវស័ក្តិសមនឹងយកមកដាក់លើត្រកូលស៊ីណាវ៉ាត់
និងរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកភឿថៃរបស់លោកដោយពួកគេមិនបានគិតអំពីអ្វីដែលជាការពិតនោះទេចំនួននេះហាក់បានជំរុញលទ្ធិយោធានិយមនៅក្នុងប្រទេសថៃផងដែរគេឈ្មោះនិងភាពស្របច្បាប់របស់យោធាថៃបានធ្លាក់ចុះដោយសារតែរដ្ឋប្រហារពីរលើកចុងក្រោយនិងការបរាជ័យនៃរបបរដ្ឋប្រហារក្រោមការដឹកនាំរបស់លោកប្រយុទ្ធច័ន្ទអូចានៅចន្លោះពីឆ្នាំ2014និង2023ទោះបីជាខ្លួនពិតជាបានបាត់បង់អំណាចឬក៏ការគ្រប់គ្រងលើរដ្ឋាភិបាលជាប់ឆាប់ក៏ដោយការរិះគន់មួយដែលត្រូវបានគេធ្វើឡើងដោយសាធារណជនក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះគឺជាក្នុងទម្រង់ជាសំណួរដែលសួរថាតើហេតុអ្វីបានជាយើងត្រូវការពួកយោធានៅពេលដែលពួកយោធាកាន់អំណាចដោយមិនបានជោគជ័យជាមួយនឹងចំនួននៅពេលនេះក្រុមអភិរក្សនិយមយោធាបានវិបកវិញថាតើអ្នកមិនដឹងទេថាហេតុអ្វីបានជាយើងត្រូវការយោធាខ្លាំងនោះអ្នកខ្លះនិយាយបន្ថែមទៀតថាហេតុអ្វីបានជាយើងត្រូវការសមាជិកសភានិងលទ្ធិប្រជាធិបតេយ្យធ្វើអីទៀតមេបញ្ជាការកងទ័ពតំបន់គឺលោកឧត្តមសេរីឯកប៊ុនសៀនផាត់ខ្លាំងបានក្លាយទៅជាវីរៈបរិសុទ្ធជាតិបន្ទាប់ពីការបដិញ្ញារបស់លោកក្នុងការវាយកាន់កាប់ប្រាសាទទាំងអស់ដែលមានចំនួនដោយលោកមិនគិតដល់កិច្ចព្រមព្រៀងបទជុំបាញ់គ្នានាពេលថ្មីៗនេះនៅទីក្រុងកូឡាឡាំពួរទន្ទឹមនឹងនេះកងទ័ពជើងទឹកបានបញ្ចប់កិច្ចព្រមព្រៀងនាវាមួយទឹកដោយជំរងចម្រាស់ជាមួយប្រទេសចិនទោះបីជាមានម៉ាស៊ីនដាក់នៅក្នុងនាវានោះកម្រិតស្តង់ដារទាបជាងមុនក៏ដោយក៏មិនមានចលាចលជាសាធារណៈនោះឡើយលោកបានបញ្ជាក់ថាដូច្នេះពួកយោធានិយមត្រឡប់មកវិញហើយបាទនេះជាចម្លើយរបស់គាត់សំណួរចុងក្រោយមួយសំណួរមួយទៀតដែលខ្ញុំសូមដាក់ជាចុងក្រោយការសម្ភាសន៍នឹងវែងប៉ុន្តែខ្ញុំដកសងតែ3សំណួរនឹងមកបង្ហាញជូនប្រិយមិត្តទេគឺសំណួរសួរថាលោកបានសរសេរអត្ថបទមួយដែលចុះផ្សាយនៅក្នុងសារព័ត៌មានមតិជនអំពីការផែនទីខុសគ្នាដែលមិនអាចប្រៀបបានដែលជាដើមចមនៃចំនួននាពេលបច្ចុប្បន្ននេះតើអ្វីទៅជាបញ្ហាជាមូលដ្ឋាននៅក្នុងចំនួននេះតើផែនទីទាំងអស់នេះមានតើលោកមានក្តីសង្ឃឹមយ៉ាងណាដែរថាមេដឹកនាំកម្ពុជានិងមេដឹកនាំថៃអាចទុកនៅការយល់ខុសគ្នារបស់ពួកគេមួយឡែកហើយដោះស្រាយបញ្ហាទាំងអស់នេះដោយហេតុផលត្រឹមត្រូវនោះបាទចម្លើយរបស់លោកក៏ថាខ្ញុំផ្ទាល់មិនប្រកាសថាផែនទីជាបញ្ហាឬអត់នោះទេគឺផែនទីវាគ្រាន់តែជាការគ្រប់គ្រងជាបញ្ហាដែលគ្រប់គ្រងដើម្បីបញ្ជាក់ពីការថ្លែងថ្កោលទោសគ្នាដោយមិនងាករេរបស់ភាគីនីមួយៗប៉ុណ្ណោះចំនួនព្រមដែនលើកនេះហាក់ដូចជាមិនសមហេតុផលដែលបង្កឡើងដោយការឆ្លោះគ្នាបន្តិចបន្តួចក្នុងចំណោមប្រជាជនក្នុងតំបន់និងដោយការជៀនពៀនដែលមិនអាចផ្ទៀងផ្ទាត់ពីគ្នាបានទៅវិញទៅមកលេសនិងផែនទីទាំងអស់ត្រូវបានបង្កើតឲ្យធំជាងអ្វីដែលគួរតែមានការអាងរបស់ភាគីទាំងសងខាងតាក់ទងនឹងផែនទីគឺមិនស្មោះត្រង់ទេពួកគេមិនបានប្រាប់សាធារណជនរបស់ពួកគេនៅការពិតទាំងអស់ឬការពិតទាំងអស់ដែលពួកគេដឹងដូចជាអំពីដែនកំណត់ឬគុណវិបត្តិនៃផែនទីដែលពួកគេកំពុងតែប្រើប្រាស់នោះទេសញ្ញាមិនច្បាស់លាស់នៃការបោះបង្គោលដោយសារតែការប្រយុទ្ធជាច្រើនទសវត្សរ៍ក្នុងតំបន់នោះការផ្លាស់ប្ដូរព្រំដែនធម្មជាតិជាដើមយោងតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907យោធាថៃមិនបានប្រាប់សាធារណជនអំពីលទ្ធផលនៃការវាស់វែងឆ្នាំ2001ដល់2002របស់ខ្លួនអំពីខ្សែទឹកនៅក្នុងតំបន់ចំនួនដែលគួរតែយកជាខ្សែព្រំដែននេះបើយោងតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ផ្ទុយទៅវិញពួកគេបានផលិតផែនទីមកឃោសនាដើម្បីគ្រប់គ្រងការទាមទាររបស់ពួកគេសម្រាប់ទៅលើភាគីថៃចោះក្តីសង្ឃឹមវិញដោយសារតែភាពល្ងងខ្លៅរបស់សាធារណជនអំពីប្រវត្តិសាស្ត្រនិងជាតិនិយមខ្លាំងទាំងសងខាងនៃតំបន់ព្រំដែននៅក្នុងតំបន់ទាំងមូលមិនអាចកំណត់ឬដោះស្រាយបញ្ហាបានទេនាពេលសប្តាហ៍ថ្ងៃគឺមិនអាចទៅរួចទេអ្វីដែលបារាំងបានធ្វើកន្លងមកគឺជាការទម្លាក់ក្របបែកដែលមានពេលកំណត់ក្នុងទម្រង់នៃការទាមទារដែលអាចប្រកែកបាននឹងការប្រឆាំងនឹងការទាមទារដែលមិនអាចដោះស្រាយបានដោយងាយប្រទេសទាំងពីរពិតជាប្រទេសដូចជាប្រទេសថៃនិងប្រទេសជាប់គ្នាជាមួយនឹងថៃផ្សេងទៀតក៏អាចនឹងឆ្លោះគ្នាប្រយុទ្ធគ្នាតាមសមរភូមិបានដែរប្រសិនបើពួកគេចង់បានប្រសិនបើពួកគេចង់ហើយដោយសារតែរឿងបោះបង្គោលព្រំដែននេះនឹងការទាមទារជាច្រើនរបស់ពួកគេក្នុងស្ថានភាពបែបនេះទាំងការប្រយុទ្ធឬទាំងជានិយមក៏មិនអាចដោះស្រាយបញ្ហាបានដែរផែនទីមិនអាចជួយដោះស្រាយបានទេព្រោះវាក៏ជាផ្នែកមួយនៃបញ្ហាដែរមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហានេះគឺនៅពេលដែលប្រទេសទាំងពីរមានទំនាក់ទំនងល្អឯកភាពថាសន្តិភាពគឺពិតជាជួយសង្គ្រោះជីវិតមនុស្សនិងចាំបាច់សម្រាប់ការរស់នៅជាមួយគ្នាយល់សប្តិថាមិនមានបន្តព្រំដែនត្រឹមត្រូវ
ដោយដែលពួកគេទាំងអស់ត្រូវបានបង្កើតតាមអំពើចិត្តនោះទេហើយនៅលើមូលដ្ឋាននេះយល់ព្រមអង្គុយចោះដើម្បីសម្រេចចិត្តទៅលើបញ្ហាព្រំដែនតាមមធ្យោបាយណាមួយឬក៏មធ្យោបាយផ្សេងទៀតដោយការគោរពតាមសេចក្តីសម្រេចនេះលក្ខខណ្ឌបែបនេះអាចមាននៅពេលអនាគតប៉ុន្តែមិនមែននៅថ្ងៃនេះទេដំណោះស្រាយសមហេតុផលបំផុតនៅពេលនេះគឺត្រូវអង្គុយនៅស្ងៀមនៅលើបញ្ហានេះសិនហើយមិនធ្វើអ្វីដែលនាំឲ្យបញ្ឆេះភ្លើងបានទេនេះជាអ្វីដែលសមហេតុនេះជាអ្វីដែលមនុស្សសមហេតុផលបំផុតក៏មិនចង់ឮដែរយ៉ាងណាមិញសម្រាប់ខ្ញុំការព្យាយាមដោះស្រាយវានៅថ្ងៃនេះមិនសមហេតុផលទេត្រូវតែទុកបញ្ហានេះរហូតដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស្រដៀងគ្នាទៅនឹងអ្វីដែលកើតឡើងនៅអឺរ៉ុបដែលនាពេលបច្ចុប្បន្ននេះគឺមិនត្រូវធ្វើអ្វីសោះហើយទុកឲ្យពេលវេលាជាអ្នកសម្រេចឲ្យបានវិឆ្លាតហើយមានហេតុផលច្រើននិងមិនមានលក្ខណៈជាតិនិយមជ្រុលហួសហេតុនោះទេសប្តាហ៍ថ្ងៃនេះគឺគ្មានដំណោះស្រាយពិតប្រាកដដែលសមហេតុផលនោះទេបាទនេះគឺជាអ្វីដែលលោកថុងឆៃបាននិយាយពាក់ព័ន្ធជាមួយនឹងចំនួនហើយនឹងផែនទីនេះបាទប្រិមិត្ត